ទោសធ្ងន់បំផុតនៃមូសាវាទនិយាយកុហកណានិយាយកុហកណាធ្ងន់បំផុតគឺអបាយៈភូមិស្រាលបំផុតនៅពេលមកកើតជាមនុស្សនៅពេលដែលមកកើតជាមនុស្សច្រើនតែគេមូលបង្កាច់ដោយពាក្យមែនទេគេមូលបង្កាច់គេមូលបង្កាច់ដោយពាក្យមែនទេគេខ្ចីលុយយើងកាន់តែគេថាខ្ញុំឲ្យអ្នកឯងតើគេថាទេខ្ញុំវាមិននឹកឃើញថាអ្នកឯងឲ្យខ្ញុំវាអត់មានទេគេនោះគឺមូលបង្កាច់ថាគេឲ្យយើងហើយនេះអាដែលយើងទទួលយ៉ាងហ្នឹងគឺយ៉ាងណាគឺមកអំពីទោសនៃមុសាវាទដែលយើងបានធ្វើពីក្នុងជាតិមកយល់ទេចាពុទ្ធសាសនាគឺហាមដាច់ខាតក្នុងជីវិតរបស់យើងមួយអ្នកមួយអ្នកមិននៅលើតេតិននឹងបុគ្គលដទៃទេនៅលើរឿងកម្មរបស់ខ្លួនឯងយល់ទេចានៅលើកម្មរបស់ខ្លួនឯងទទួលជាវិបាកយ៉ាងណាក៏ដោយត្រូវសម្លឹងថានឹងគឺជាផលនៃកម្មដែលយើងបានធ្វើទុករួចហើយរឿងអ្នកដទៃវាផ្សេងពីយើងពីព្រោះទ្វារវិថីរបស់យើងនិងទ្វារវិថីអ្នកដទៃអត់ចូលរួមជាមួយនឹងគ្នាទេស្រាប់បានទេចឹងសកម្មភាពជាវ័ននៃទ្វារវិថីផ្សេងគ្នាយើងជាវ័នផ្សេងអ្នកដទៃជាវ័នផ្សេងគេនៅកុហកគេនៅសម្លាប់យើងអានោះគឺទោសរបស់គេតែយើងអ្នកជួលទទួលនៅវិបាកណាមួយតាមទ្វារវិថីអានេះជាផលកម្មរបស់យើងដែលយើងធ្លាប់ធ្វើពីមុននេះក្នុងពុទ្ធសាសនាគឺអញ្ចឹងតែម្ដងគឺនៅក្នុងសភាពសេចក្តីអត់ធន់អញ្ចឹងហើយបានព្រះអង្គបង្កើតវិទ្យាស្ដីមួយថាមនីភិក្ខុទាំងឡាយតាមបើចោលកណ្ដាលទាំងសងខាងនៅអវយវៈរបស់អ្នកកាលណាអ្នកមានចិត្តបន្ទុះនឹងពពួកចោលដែលនៅអវយវៈរបស់អ្នកគឺឈ្មោះថាមិនស្ដាប់មិនធ្វើតាមពាក្យព្រានប្រដៅនៃព្រះសាស្តាឡើយគឺយើងអត់ជឿកម្មនឹងផលយើងអត់ជឿទេតែបាននេះអញ្ចឹងបើខ្ញុំសម្ដែងតទៅទៀតវាចេះទៅហោហែទៅទៀតប៉ុណ្ណឹងយល់បានដែរអត់គឺថាទោសនៅក្នុងវត្តដាក់ទាំងអស់នេះមានអកុសលកម្មបត្តិក្តីមានទុច្ចរិត3ក្តីមានអភិសង្ខារ3ក្តីមានពវកិមិកម្មដ៏យ៉ាងច្រើនយ៉ាងណាក្តីដែលជាទោសប្រចាំនៅវត្តដាក់នេះមានតែយើងនឹងឯងរត់ទៅរត់ទុំជ័យនៃព្រះដ៏មានព្រះភិក្ខគឺសម្ពុទ្ធកាសាវៈនេះដែលជលក់ទៅដោយទឹកចត់ហើយប្រតិបត្តិតាមច្បាប់នៅក្នុងសម្ពុទ្ធកាសាវៈមានសមថវិបស្សនា